នេះជា vlog ពេញមួយថ្ងៃរបស់ content creator អ្នកលក់ online អ្នកម្ដាយប្រពន្ធជាមួយនឹងកូនប្រសាម្នាក់រាល់ថ្ងៃគឺខ្ញុំចាប់ផ្ដើមពីម៉ោង 9 បោកភ្នែកឡើងគឺថ្ងៃច័ន្ទគូទេថាខ្ញុំហ្នឹងឯងការងារច្រើនគេងយូរតែអូនកូកានេះលួតែលពឹសយប់ឡើងម៉ោង 9 ដូចម៉ាក់ដែរនេះចាប់ទៅដល់ថ្មិញមួយសិនឥឡូវថ្មិញច្រើនណាស់ស្អុយខ្លាចញ៉ាំបបរឲ្យព្រមតាមម៉ៃដោះទេហើយបានរបស់លេងវិញគឺតាមស្អិតណាអូខ្ញុំអត់ប្របាក់ដាំឯងដោយសារម៉ៃដោះគាត់ខុកលឿនចឹងគាត់ដាំឲ្យកូកាឲ្យហើយញ៉ាំបបរទៅរៀបការពីកម្ដៅថ្ងៃអស់ម៉ៃដោះបញ្ចុកទៅហើយខ្ញុំរៀបចំមកបានអនឡាញជាមួយនឹងប៉ាប៉ាថ្ងៃនេះបងរៀងគូសំដែរហ្នឹងណាអរគុណបងប្អូនដែលបានជួយគ្រប់គ្រងពីអ្នកខ្ញុំលក់អនឡាញចូល2ឆ្នាំហើយតែបងប្អូនអត់សូវដឹងអីទៅអ្នកលក់ហ្នឹងឯងខ្ជិលផុសហាបងលក់គឺរៀបប្រវត្តិឲ្យភ្ញៀវខុសរហូតពិបាកជាងគេហៅកន្លែងដឹកជញ្ជូនដែលយើងទុកចិត្តបានណាតែពិបាកទៅដំបងទេដោយសារខ្ញុំបានស្គាល់ក្រុមហ៊ុនដឹកមួយដែលខ្ញុំទុកចិត្តខ្ញុំប្រាំមួយឆ្នាំជាងឯងគឺក្រុមហ៊ុនដឹក Apollo ដោយសាររាល់អវ៉ាន់ខាង Apollo ដឹកជោគជ័យ 80 ទៅ 95% ក្នុងមួយថ្ងៃអញ្ចឹងបងប្អូនអ្នកលក់មិនបាច់ខ្លាចថាភ្ញៀវអន់ចិត្តរឿងដឹកយូរទេក៏មានម៉ោងមកយកអវ៉ាន់ជាមួយនឹងម៉ោងដឹកទៅច្បាស់លាស់ថ្ងៃបងប្អូនអាចឲ្យគាត់មកយក2ដងក៏បានបន្ថយការឆាតការទេទៅវិញទៅមកឲ្យពិបាកយើងដឹកទៅយើងចំណេញពេលវេលាធ្វើការងារផ្សេងហ្មងហើយខាងគាត់មានរបាយការណ៍ធំធៅបងអាចឆែកតាម Telegram ក៏បានតាម app គាត់ក៏បានជាមួយនឹងការទូទាត់ត្រឹមត្រូវមិនដែរខុសខែហ្នឹងគាត់នឹងតាក់ទងទៅភ្ញៀវយើងមុននឹងគាត់ដឹកទៅចំណុចពិសេសមួយទៀតអាវ៉ាន់ដែលដឹកអត់ជោគជ័យខាងគាត់ return នៅយើងអត់គិតសេវាទេតម្លៃពិសេសហើយមាន promotion cashback ហើយមាន package ជាច្រើនចំណុចទាំងអស់ហ្នឹងហើយជាមូលហេតុដែលខ្ញុំប្រើក្រុមហ៊ុនដឹក Apollo ជាង1ឆ្នាំហើយមានបន្ថែមបងប្អូនអាចចូលទៅកាន់ page គាត់បានណារាល់ដងបញ្ចុកបបអនកូកានៅមុខទេតែថ្ងៃហ្នឹងទៅសួនផងទៅជុំវិញទេហោះអត់ឃើញប៉ាគេខ្លាចបាត់កូនរហូតដល់តែបានមានណាគេទៅលេងផ្ទះមិត្តភ័ក្ដិនៅជិតខាងណាជូតហ៎ទុកចិត្តហើយក៏ពីអ្នកប្តីប្រពន្ធខ្ញុំទៅញ៉ាំកាទៀវម៉ោងបណ្ដាប់ជាងហើយទៅញ៉ាំអាហារពេលព្រឹកញ៉ាំកាទៀវហើយលាយកាហ្វេទៅដោះគោភ្លាមខ្ញុំចូលចិត្តកាហ្វេណាហើយញ៉ាំកាហ្វេ brand រហូតអត់លុយទិញអញ្ចឹងក៏ញ៉ាំកាហ្វេកញ្ចប់វិញហើយអូនកូកាក៏ញ៉ាំទៅដោះគោដែរ1 2 3ចូលទៅមកម៉ៃកេកមកមីធ្វើការបន្តិចសួស្ដីបងអធិស្ឋានផងបងតបឆាតភ្ញៀវរងនៅ content ហើយជាមួយនឹង edit video ហើយការងារយើងទៅមើលផ្ទះថ្មីតិចសិនចិត្តដល់ថ្ងៃជាងចូលធ្វើទេហើយដោយសារខ្ញុំមើលគ្រូចិនសែត្រូវរើសថ្ងៃល្អសិនបានឲ្យជាងចូលធ្វើចឹងផ្ទះយើងអត់ទាន់ធ្វើអីឡើយទេធ្វើផ្ទះអញ្ចឹងក៏យើងត្រូវសុំខាងបុរីដែរឥឡូវរួចរាល់ការងារទៅផ្ទះបាយថ្ងៃអីប្តីសិនអីថ្ងៃអីចិត្តល្ងាចអីហើយខ្ញុំមកកំពុងតែបេះស្លឹកតើយដោយសារថ្ងៃនេះហើយម៉ាក់ក្មេងខ្ញុំគាត់ទៅមកពីខេត្តអញ្ចឹងក៏ខ្ញុំចំហុយទៅជាកម្មឲ្យគាត់ពិសាយកកម្លាំងតែចំហុយទៅជាកម្មឲ្យបបាក់ឲ្យបងពុនបបាក់តាកន្លែងយកហូមវិចេញហ្នឹងណាសបុកទៅជាកម្មប្រហែលមួយខាំឬមួយក៏ពីរខាំហើយបានច្រើនកែវមែនតើហើយមនុស្សចាស់ញ៉ាំទៅជាកម្មអញ្ចឹងល្អណាបងប្អូនងាកទៅងាកមកដល់ម៉ោងបាយល្ងាចមួយថ្ងៃខ្ញុំញ៉ាំតែ2ពេលទេហើយវិញហ្នឹងគឺកញ្ចប់កញ្ចប់អញ្ចឹងឥឡូវទៅផ្ញើវ៉ាន់តាមខេត្តឲ្យភ្ញៀវហើយអត់ភ្លេចទេឆ្លៀតមើលរឿងអូមួយអើយប្រពន្ធមិនឃើញមែនឃើញអីមួយជឿអត់ជឿអត់អើយអង្គការប៉ុណ្ណឹងឃើញម៉ានសុបាយអដល់កនេះការប៉ាត់ចូលទិញនំឲ្យតាម៉ាក់ក៏អដែរពីរអ្នកអង្គុយនិយាយលេងសេបតបាត់អូនកូកាអេញ៉ាំនំទៅតលួចហ្មងណាតែបងប្អូនអើយញ៉ាំស្ករញ៉ាំនំអីគឺគួយកលៀតលួចញ៉ាំហើយម៉ោង10ជាង11ឲ្យព្រមគេងទៀតគេងណានេះជាមួយចាំតែកូនគេងនេះចាំកូនគេទៅអីអូនគេងដែរអូចឹងហើយអញ្ចឹងប្លុកខ្ញុំតែប៉ុណ្្នឹងឯងអរគុណបងប្អូនដែលទស្សនាវីដេអូដល់ចប់ណាបាយបាយបងប្អូនហើយពេលណាគេងណាលោក